សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel រៀនភាសាចិន TSA Class ចាមេរៀនរបស់យើងថ្ងៃនេះគឺយើងរៀនអំពីពាក្យកិនមានន័យថានឹងឬក៏ជាមួយឬក៏តាមចាពាក្យនេះវាមានន័យទូលំទូលាយណាស់អញ្ចឹងយើងមកចូលមើលវីដេអូទាំងអស់គ្នាពាក្យកិនមានន័យថានឹងឬជាមួយឬក៏តាមចាពាក្យនឹងមានន័យច្រើនទូលំទូលាយអញ្ចឹងយើងមើលឧទាហរណ៍你跟他是什么关系你跟他是什么关系មានន័យថាតើអ្នកនិងគាត់ជាអ្វីនឹងគ្នា你អ្នកកិននឹងថាគាត់是គឺជា什么អ្វី关系ទំនាក់ទំនង你跟他是什么关系我跟你说我跟你说ខ្ញុំនិយាយជាមួយអ្នកឯងចានៅក្នុងប្រយោគមួយហ្នឹងកិនមានន័យថាជាមួយ你跟我来你跟我来អ្នកឯងដើរតាមខ្ញុំមកចាប្រយោគនេះកិនមានន័យថាតាម我不再跟他交往了我不再跟他交往了ខ្ញុំឈប់មានទំនាក់ទំនងជាមួយគាត់ទៀតហើយ我不再跟他交往了我跟他已经分手了我跟他已经分手了ខ្ញុំនឹងនាងបានចែកផ្លូវគ្នាហើយ我ខ្ញុំកិននឹងថានាងថាហ្នឹងប្រើចំពោះមនុស្សស្រី已经បាន分手ចែកផ្លូវគ្នាបែកគ្នាលើហើយចាប្រយោគនេះកិនមានន័យថានឹង我跟他已经分手了他跟我常常吵架他跟我常常吵架គាត់និងខ្ញុំតែងតែឆ្លោះប្រកែកគ្នាឆ្លោះគ្នាថាគាត់កិននឹងវ៉ខ្ញុំឆាងតែងតែ吵架ឆ្លោះប្រកែកគ្នា他跟我常常吵架关系ទំនាក់ទំនង交往ការទៅមករកគ្នា已经បានចាបានហ្នឹងគឺគេប្រើនៅក្នុងអតីតកាលអ្វីដែលកន្លងមកទៅ分手ចែកផ្លូវគ្នាឬក៏បែកគ្នាឆាងតែងតែ吵架ឆ្លោះគ្នាឬក៏ប្រកែកគ្នាចាមេរៀនរបស់យើងនៅពេលនេះដល់ពេលសម្រាប់ហើយសូមអរគុណអ្នកទាំងអស់គ្នាដែលបានចូលទស្សនានៅ Channel របស់ខ្ញុំជូនពរសុខភាពល្អជម្រាបលាចែកជៀន